ប៉ុនចិត្តនិយាយគេស្ដាប់បានក៏ប៉ុន្តែអត់ដឹងថាការកើតអណ្ដាតនេះគឺជាការកើតថាមកដែលយើងត្រូវហែលទេបាទកាយមែនទេទីណាចិត្តមែនទេហើយកាលណាមានភ្នែកហើយត្រូវតែមានអីដែររូបហើយរូបសមុទ្រដែរសំឡេងក្លិនរសផលថាភៈសត្វជាសមុទ្រមែនទេទីណាហើយសមុទ្រនឹងមិនយ៉ាងម៉េចទៀតបុគ្គលដែលមិនអាចឆ្លងនៅសមុទ្របានទេសមុទ្រនោះឯងប្រកបដោយរលកធំរលកតូចស្អីរលកធំរលកតូចលោកយាយលោកយាយនៅរលកធំបានដល់អីបាទបានដល់សេចក្តីក្រោធកុំឲ្យសូវខឹងណាលោកណាធំណាទៀតណាបោកទន្លិចគេណាទៀតណាក៏ប៉ុន្តែលលោកនេះដែលកើតឡើងមកអំពីអីមកអំពីនៅក្នុងសមុទ្រដែលយើងឡើងទៅលើកោដមានលលោកមកពីណាក៏ប៉ុន្តែយើងវាអត់ព្រមទៅអត់ព្រមឡើងបាទនៅគៀកទៅនៅក្នុងសមុទ្រអញ្ចឹងត្រូវតែរលកហើយដូច្នេះកាលណាយើងមិនបានអប់រំយើងមិនបានទូលមានប្រណិប័តដើម្បីបាទលះបង់នៅកិលេសទេប្រកបជាមិនរួចអំពីសេចក្តីក្រោធទេណាទៀតណាអញ្ចឹងបើដឹងថាវាមានសេចក្តីក្រោធហើយសំគួរមានសតិណាទៀតណាមានសតិដឹងតាន់នៅសភាពដែលសេចក្តីក្រោធនឹងដែលកំពុងប្រកបគឺត្រឹមតែជាធម្មជាតិមួយយ៉ាងដែលកើតឡើងមែនទេទៀតណាមានការសភាពកើតជាលក្ខណៈមែនទេទេណាហើយសេចក្តីក្រោធនឹងកាលណាកើតឡើងមកហើយមិនវិសម្បណៈមែនទេទេណាក្តៅក្រហាយទេអូយក្តៅក្រហាយណាស់រលរៀលណាស់ប៉ុន្តែរលរៀលណាស់ក្តៅក្រហាយណាស់នឹងណាស់នៅក្នុងអ្នកណាក្នុងខ្លួនយើងនឹងមែនទេទេណាហើយយើងអត់ដឹងអាក្រំបែរនឹងក៏ប៉ុន្តែចេះតែខំចង់តែខំហើយដើម្បីនឹកនឹងចង់ខំច្រើនទៀតហ្នឹងក៏ប៉ុន្តែពេលខឹងកាលណាឆេះព្រីអ្នកណាព្រីខ្លួនឯងបាទហ្នឹងវាអត់បានដឹងអញ្ចឹងណាដូចយីខឹងហើយខឹងទៀតខឹងហើយខឹងទៀតដល់តែខឹងខ្លាំងពេកទៅរហូតដល់ចេញយកចេញមានស្អីនៅចិត្តដៃក៏វែងហើយបាទហ្នឹងយើងទាំងអស់ហ្នឹងបានជាយើងឃើញថាសភាពនេះជាធម្មជាតិដែលយើងមិនបានអប់រំលះបង់មែនទេទីណាកាលណាមិនបានលះបង់ទេគឺវាទៅស្ថិតនៅក្នុងសមុទ្រហើយបើនៅក្នុងសមុទ្រទេរួចផុតអីពីអីរលកធំបើមិនរលកធំក៏រលកតូចដែររលកតូចស្អីរលកតូចស្អីទៀតណាបាទបដិខៈចង្អៀតចង្អល់បំហ៊ានខឹងមួយទេគុំនៅក្នុងចិត្តដែរខឹងអអន្តពន្ធចិត្តមែនទេណាហ្នឹងរលកធំរលកតូចក៏ប៉ុន្តែសេចក្តីនោះគឺសេចក្តីក្រោធនិងសេចក្តីបៀតបៀនហ្នឹងទាំងអស់នេះគឺជាសច្ចធម៌ជាសេចក្តីពិតរបស់សមុទ្រហើយក៏ជាសេចក្តីពិតរបស់ជីវិតដែរកាលណាមិនបានលះបង់នៅរាគៈមិនបានលះបង់នៅទោសៈមិនបានលះបង់នៅមោហៈត្រូវតែមានសេចក្តីក្រោធឬក៏មានសេចក្តីចង្អៀតចង្អល់មិនចឹងទេបាទកាលណាចង្អៀតចង្អល់ហើយដូច្នេះឬក៏មានសេចក្តីក្រោធហើយក៏ប៉ុន្តែបុគ្គលដែលបានស្ដាប់នៅព្រះធម៌របស់ព្រះអង្គលោកទ្រង់សម្ដែងព្រះអង្គលោកឲ្យអប់រំសតិក្តៅនៅសតិរលឹកដឹងតាន់ឡើងថាតើសភាពក្រោធដែលកំពុងប្រកបនឹងយើងឬក៏ជាធម្មជាតិតាមនេះទេណានៅពេលដែលកំពុងក្រោធហ្នឹងសតិឲ្យវាតន់ភ្លាមឡើងថាសេចក្តីក្រោធហ្នឹងជាយើងឬក៏ជាសភាវៈហ្នឹងកាលណាជាសភាវៈត្រូវដឹងអីនឹងឲ្យចិត្តកុំឲ្យគាត់ថាក្រោធហើយជាសភាវៈទេក៏ប៉ុន្តែអាក្រោធឡើងតែក្រឹតឡើងបាទមែនទេអានេះមិនតាន់ដឹងទេមិនតាន់ដឹងសភាវៈទេស្រាប់បានទេបាទខណៈដែលកំពុងក្រោធនោះមានសតិរលឹកដឹងមកដោយសម្បជញ្ញៈឬថាដោយសតិសម្បជញ្ញៈជាឧបការៈយ៉ាងនៅសតិប្បដ្ឋានកើតឡើងក៏ដោយក៏ប៉ុន្តែជាឧបការៈដើម្បីសតិប្បដ្ឋានទាំងអស់ដឹងថាខណៈក្រោធនោះមិនមែនជាយើងដោយសង្កេតពិនិត្យពិសោធន៍ថាក្រោធដែលកំពុងប្រកបនោះលក្ខណៈបែបណាសង្កេតនៅពេលហ្នឹងតែក្រោធនឹងវាល្មិចយើងមើលសង្កេតខណៈដែលកំពុងតែផ្ចង់ស្មារតីមានអារម្មណ៍តែមួយនៅក្នុងសភាវៈដែលកំពុងប្រកបនោះឯងសមាធិចិត្តនោះឯងឯកកតាចិត្តបានទេទីណាបានហ្នឹងពីព្រោះអីពីព្រោះឈប់កាន់គេខឹងណាលេងកាន់កូនលេងកាន់
តាវាលេងកាន់អ្នកណាអ្នកណីដើម្បីឲ្យខឹងមកកាន់នៅសភាវៈដែលកំពុងប្រាបាទនៅពេលហ្នឹងកាលណាយើងអត់រំញយទៅសេចក្តីក្រោធពីមុនវាកើតត្រឹម10លើក្រោយវាកើតត្រឹម8ណាទីណាមកពីយើងពិចារណាតាំងណាទីណាលើក្រោយមកទៀតបើវាក្រោធមកទៀតយើងវាក្រោធមានកម្លាំងរហូតដល់6បាទលើក្រោយមកទៀតវាអាចចុះ4ចុះ2រហូតដល់0តែម្ដងនេះទេណានៅពេលដែលសតិរលឹកដឹងតាន់នៅលក្ខណៈក្រោធនឹងតាមទីទេណាដោយសេចក្តីពិចារណានេះការរៀនអប់រំនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធក្នុងជីវិតប្រចាំថ្ងៃគឺអប់រំចឹងណាទេណាមិនមែនថាក្រោធតាំងពីលឹងហើយបានទៅពេលចូលមុងបាននឹកឃើញក្រោធជានាមធម៌មួយបែបជារបស់ដឹងនៅអារម្មណ៍ជាធាតុដឹងនៅអារម្មណ៍ក៏ប៉ុន្តែក្រោធមកសន្ធឹកបាត់ហើយបាទណាពីណាមិនមែនចឹងទេក៏ប៉ុន្តែការបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃគឺខណៈដែលខំនឹងឯងបាទផ្ដើមសតិបាទផ្ដើមសតិរលឹកនៅសភាវៈដែលកំពុងប្រកបនៅពេលនោះឯកកតាចិត្តនឹងកើតឡើងសមាធិចិត្តនឹងកើតឡើងអាស្រ័យដោយមានសភាវៈមកជាអារម្មណ៍ខណៈនោះកុសលមួយកុសលទេណាដែលមានសតិនឹងឯងបាទរហូតដល់សតិមានកម្លាំងទៅជាសតិថ្នាក់សតិបត្តិឋានទល់នឹងលក្ខណៈក្រោធដែលមានលក្ខណៈចន្ទិកលក្ខណោឃើញទេតាមទេទីណាតាមទេហើយពិចារណាតទៅទៀតទៅហើយសេចក្តីក្រោធនឹងដែលវាប្រកបមិនយើងកំពុងតែក្រោធនឹងមិនមែនថានិយាយថាឈប់ក្រោធអីទេគឺកំពុងតែក្រោធក៏ប៉ុន្តែសេចក្តីក្រោធមកជាអារម្មណ៍របស់សតិតាមទេទីណាហើយយើងឃើញថាបទុសនៈក្រោធហើយខឹងហើយបទុះហើយគំនុំគុំគួរណាបំផ្លាញហើយមែនទេណាបាទដូចជាបាទចាំមើលលោកយាយខ្លះឬលោកតាខ្លះខឹងយ៉ាងម៉េចគាត់អត់ហ៊ានគប់ទេគាត់បោកចានបាទបើមានចក្រាស់នៅទៀតគាត់កាត់ចក្រាស់ហ្នឹងអានឹងមកពីអីតាវាចូលទៅក្នុងសភាពបំផ្លាញនឹងជាអាការៈប្រកបរបស់សេចក្តីក្រោធហើយណាទេណាបាទស្ដាប់តាមទេស្ដាប់តាមទេបើថាខឹងខ្លាំងឲ្យឡើងលើម៉ូតូរោវាយសិនបែកម៉ាស៊ីនបាទហ្នឹងសភាពទាំងអស់ហ្នឹងគឺជាអាការៈរបស់សេចក្តីក្រោធក៏ប៉ុន្តែបុគ្គលដែលបានស្ដាប់នៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធផ្ដើមសតិរលឹកដឹងសភាពដែលកំពុងប្រកបនៃសភាវៈលក្ខណៈនោះតើសេចក្តីក្រោធនោះសភាវលក្ខណៈយ៉ាងណាបាទតើទេដោយផ្ទៀងផ្ទាត់នឹងព្រះបរិយត្តិធម៌ដែលយើងរៀនណាយូរទៅប្រកបជាលក្ខណៈរបស់សភាវៈនឹងប្រកបដល់សតិហើយពេលណាពេលនឹងក្រោធហើយអ្នកឯងក្រោធប៉ុន្តែយើងចាប់នៅលក្ខណៈបានក៏ប៉ុន្តែថ្ងៃក្រោយអត់ហ៊ានក្រោធទៀតយើងល្វាចាំតាមតាមទេពីព្រោះសតិនឹងឯងមានការចាំមមជាបបត្តិឋានធិរៈសញ្ញាមែនទេអរខៈបច្ចុប្បដ្ឋានណាមានការរក្សានៅលក្ខណៈរបស់សភាវៈនឹងឯងជាអាការៈប្រកបសង្កូដល់សតិរលឹកដឹងបានជារឿយដោយមិនមានធ្វេសប្រហែសនឹងទេស្ដាប់បានទេណានឹងដូច្នេះយើងស្ដាប់នៅព្រះធម៌លោកតាលោកយាយបងប្អូនប្រស័យទាំងអស់គឺដើម្បីប៉ុណ្ណាដើម្បីអប់រំបាទដើម្បីអប់រំដែលថាចិត្តយើងដែលប្រកបទៅដោយកិលេសបាទរហូតដល់ចិត្តយើងនឹងឯងប្រឆាំងអំពីកិលេសដើម្បីអីដើម្បីបាទបន្ទន់ដើម្បីបង្អោនបន្តិចម្ដងឲ្យចិត្តមួយនោះដែលមានព្រះនិព្វានជាអារម្មណ៍ក៏ប៉ុន្តែការដែលញ៉ាំងឲ្យចិត្តនឹងឯងមានព្រះនិព្វានជាអារម្មណ៍តើដឹងច្បាស់ណាប្រគុណម្ចាស់តើដឹងច្បាស់តើតែជាច្បាស់នៅអំពីអ្វីដែលមិនមែនជាព្រះនិព្វាននោះជាស្អីបាទទេឲ្យដឹងច្បាស់អំពីសង្ខារធម៌ដែលមិនមែនជាព្រះនិព្វាននោះជាស្អីទៅកំណត់ដឹងនៅព្រះនិព្វានជាវិសង្ខារធម៌មិនមែនជាសង្ខារធម៌តាមបានទេណាទៅកំណត់ដឹងចិត្តបាទទោះជាចិត្តនឹងឯងប្រកបដោយរាគៈឬក៏ប្រកបដោយមោហៈឬក៏ប្រឆាចរាគៈឬក៏ប្រឆាចមោហៈឲ្យដឹងថាត្រឹមតែជាចិត្តដែលត្រឹមជារូបដែលជាសង្ខារធម៌ពិតប្រកបដោយលក្ខណៈសភាវៈតាមទេណាកាលណាមិនដឹងសភាវៈលក្ខណៈទេមិនអាចទៅតល់ត្រូវមិនអាចទៅបាទចាប់យកនៅវិសង្ខារធម៌គឺព្រះនិព្វានមិនបានទេពីព្រោះព្រះនិព្វានបាទមិនមានកោដមិនមាននាមទេ
មិនដល់គួរការរាប់ថាមានកោថាយ៉ាងនេះមានកោថាយ៉ាងនោះមានឈ្មោះថាយ៉ាងនេះមានឈ្មោះយ៉ាងនោះទេគឺប្រផុតអំពីសង្ខារធម៌ការដែលជាធម្មជាតិផុតអំពីសង្ខារធម៌វាតតែបញ្ញាកំណត់ដឹងអំពីសង្ខារធម៌តាមសេចក្តីពិតណាទេណាកាលណាដឹងអំពីសង្ខារធម៌តាមសេចក្តីពិតដោយលក្ខណៈសភាវៈនិមួយមិនច្រឡំដោយបែងចែកនៅរូបធម៌នាមធម៌មិនច្រឡំទេនោះបញ្ញាចេះជាចម្រើនរហូតដល់បញ្ញានឹងឯងឆ្លងផុតអំពីសង្ខារធម៌ដោយកម្មពេលនិព្វានមកជាអារម្មណ៍នៅពេលនេះចិត្តជាលោកក៏បរៈហើយឆ្លងអំពីបឋិជនទៅអរិយបុគ្គលដោយពិតប្រាកដនេះគឺកាសែតលេខ254លើកទី165បាទគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់បានសិក្សានៅព្រះអភិធម្មរូបបរមត្ថមកដល់បសាទរូបចុងក្រោយហើយគឺកាយបសាទរូបបាទដែលក៏ជាសភាវៈរូបមួយដែរដែលកើតអំពីបច្ច័យហើយក៏ព្រះសម្មាសម្ពុទ្ធបានទ្រង់សម្ដែងមកក៏មិនមែនជាសត្វមិនមែនជាបុគ្គលទេដែលគ្រាន់តែជាសង្ខារធម៌មួយដែលកើតអំពីបច្ច័យរលត់ទៅបាទបន្តក៏ប៉ុន្តែសត្វលោកទាំងឡាយដែលមិនបានសិក្សាមិនបានយល់នៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធទេក៏តែងតែប្រកាន់នៅរូបរាងកាយទាំងអស់នឹងឯងជាខ្លួនឬក៏ធ្វើជារបស់ខ្លួនរាល់ថ្ងៃនៅក្នុងជីវិតបាទគ្រប់គ្នាទាំងអស់ឥឡូវដល់ដែលព្រះអង្គបានត្រាស់ដឹងឃើញនៅសេចក្តីពិតហើយក៏ព្រះអង្គទ្រង់សម្ដែងនៅព្រះធម៌ទាំងឡាយដោយសមតិសច្ចៈដើម្បីឲ្យសត្វលោកទាំងឡាយមានសេចក្តីខ្លាចមានសេចក្តីតក់ស្លុតចំពោះអំពើបាបពីព្រោះអាស្រ័យដោយមានបញ្ហានឹងឯងជាហេតុបាទនាំឲ្យសត្វលោកទាំងឡាយពោពេញទៅដោយសេចក្តីទុក្ខទាំងអស់ព្រះអង្គលោកទ្រង់សម្ដែងអំពីសត្វនឹងឯងមានកម្មជារបស់ខ្លួននឹងទោះជាព្រះអង្គលោកទ្រង់សម្ដែងដោយសមតិវោហាដោយប្រការណាក៏ប៉ុន្តែសេចក្តីពិតមានត្រឹមតែចិត្តចេតសិកនឹងរូបហើយនឹងជាមួយនឹងព្រះនិព្វានដែលជាបរមត្ថមួយដែរបាទមិនមានបច្ច័យថាតែងទេបាទនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងដើម្បីឲ្យសត្វលោកចម្រើននៅបញ្ញាចម្រើននៅសេចក្តីដឹងចាក់ធ្លុះឲ្យឃើញសេចក្តីពិតដោយប្រការយ៉ាងនេះឯងសូម្បីតែព្រះអង្គលោកទ្រង់សម្ដែងអំពីព្រហ្មវិហារធម៌ជាដើមមានករុណាមានមុទិតាមានបាទឧបេក្ខាមានមេត្តាដោយប្រការណាទាំងនេះគឺសុទ្ធតែជាសមតិសច្ចៈទាំងអស់បាទជាសេចក្តីពិតថាត្រូវតែប្រើប្រាស់ត្រូវតែបាទបញ្ញត្តិកំណត់ដើម្បីឲ្យដឹងគ្នារឿងរ៉ាវគ្រប់បែបសពគ្រប់បែបយ៉ាងដើម្បីឲ្យយល់ដើម្បីចម្រើននៅបញ្ញារហូតដល់បញ្ញានឹងឯងបានឃើញសេចក្តីពិតនៃសភាវៈតែម្ដងនេះជាគោលបំណងរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គហើយព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ដើម្បីជាដំណើរដើម្បីរួចផុតឆ្លងផុតអំពីសេចក្តីទុក្ខនៅក្នុងសង្សារវដ្តបានសូម្បីតែ
សត្វលោកទាំងឡាយប្រកាន់នៅសមតិមោហាដោយប្រការយ៉ាងណាក៏ដោយក៏ប៉ុន្តែទាំងអស់នោះអាស្រ័យដោយបរមត្តធម៌មានពិតឯនេះទេបើសិនជាគ្មានបរមត្តធម៌ជាចិត្តជាចេតសិកជារូបទេដូច្នេះសមតិវោហានោះក៏អត់មានដែរដូច្នេះបញ្ញាដែលអាស្រ័យដោយការស្ដាប់នៅព្រះធម៌ដែលព្រះអង្គលោកទ្រង់សម្ដែងបាទដោយប្រការផ្សេងនោះគឺជាបញ្ញាដើម្បីបណ្ដោះបន្តិចម្ដងផ្សំបន្តិចម្ដងដើម្បីឲ្យឃើញសេចក្តីពិតរបស់បរមត្តធម៌នោះដែលជាសភាវៈធម៌នោះហើយសភាវៈធម៌នឹងឯងមាននៅឯណាថានៅក្នុងជីវិតបាទរាល់ថ្ងៃនៃយើងទាំងអស់គ្នានៅពេលឃើញនៅពេលឮនៅពេលធំក្លិនដឹងរសដឹងផលថាពេបាទសត្វលោកទាំងឡាយដែលបានជាអ្នកមានឧបនិស្ស័យបាទចំណិតចំណូលចូលចិត្តក្នុងការសិក្សាក្នុងការស្ដាប់ជាពហុសូត្រនោះបាទរមែងចម្រើននៅបញ្ញាដឹងនៅក្នុងជីវិតប្រចាំថ្ងៃដែលមានត្រឹមតែការកើតឡើងនៃចិត្តចេតសិកនិងរូបតែប៉ុណ្ណឹងឯងឥឡូវយើងបាននាំគ្នាមកសិក្សាអំពីព្រះអភិធម្មដែលជាធម៌ដែលព្រះអង្គលោកទ្រង់ត្រាស់ដឹងពិតបាទជារបស់មានហើយជាធម៌ដ៏ជ្រាលជ្រៅមានជម្រៅប្រកបទៅដោយអត្ថខ្លាំងណាស់បាទដូច្នេះព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងទាំងអស់នឹងគឺដើម្បីបាទញ៉ាំងនៅបញ្ញារបស់ព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ឲ្យចេះតែចម្រើនបន្តិចម្ដងរហូតដល់កម្ពស់កម្រិតនៃបញ្ញារបស់ព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ស្មើនឹងលក្ខណៈរបស់សភាវៈនៅពេលនោះគឺប្រកបជាច្បាស់នៅពេលនោះជាប្រកបជាចាក់ធ្លុះឃើញច្បាស់នៅសភាវលក្ខណៈរបស់សភាវៈនិមួយដែលកំពុងប្រកបក៏ប៉ុន្តែបើសិនជាប្រងើយកន្តើយមានសេចក្តីរួញរាមិនតាំងនៅសេចក្តីព្យាយាមមិនមានការប៉ុនប៉ងដើម្បីនឹងបានចម្រើននៅបញ្ញាឲ្យឃើញនៅសភាវៈពិតទេនោះគឺបញ្ញានៅតែទៀបជាងលក្ខណៈរបស់សភាវៈនៅក្រោមបាទសភាវៈដូច្នេះមិនអាចឃើញសភាវលក្ខណៈរបស់សភាវៈទេព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីអ្វីថាបិទតែព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់បាទមកសិក្សាមកស្ដាប់ជារឿយយ៉ាងណាក៏គួរផ្សំជាមួយនឹងការប្រព្រឹត្តបដិបត្តិក្នុងជីវិតបាទរាល់ថ្ងៃឲ្យឃើញសភាពនៃសភាវៈដែលកំពុងប្រកបដោយលក្ខណៈមិនច្រឡំគ្នានេះបានបញ្ញានេះអាចឡើងជាកម្រិតរហូតដល់ស្មើនឹងសភាវៈហើយឃើញច្បាស់លក្ខណៈសភាវៈនិមួយដោយមិនមានការសង្ស័យនេះគឺជាបដិបត្តិក្នុងព្រះពុទ្ធសាសនាដើម្បីឲ្យរួចផុតអំពីសេចក្តីទុក្ខយ៉ាងនេះឯងមិនមែនជាបដិបត្តិដើម្បីងប់ជ្រប់ដើម្បីចាប់ជំពាក់នៅក្នុងភពទេបាទអាស្រ័យមកពីអីមកពីព្រះសម្មាសម្ពុទ្ធជាបុគ្គលផុតអំពីលោកមិនបានជាពាក្យជាទិននឹងព្រះអង្គទេព្រះអរហន្តទាំងឡាយព្រះអរិយបុគ្គលទាំងឡាយលោកបាទតែងស្លុតលោកឯងបាទភ័យកោតខ្លាចនឹងសេចក្តីទុក្ខនៅក្នុងសង្សារវដ្តណាបាទពីព្រោះអីពីព្រោះការដំណរនៃចិត្តសន្តានរបស់សត្វលោកទាំងឡាយនោះគឺជាជំរករបស់កិលេសកាលណាមានកិលេសនៅក្នុងសន្តានហើយវាអីនឹងផុតពីការទៅកាន់អបាយភូមិបើមិនជាតិនេះទេជាតិមួយទៀតបើមិនជាតិមួយទៀតទេជាតិមួយទៀតដូច្នេះឲ្យផុតគឺមិនបានទេបាទអ្វីត្បិតតែយើងមានអត្តភាពជាមនុស្សឬក៏យើងមានអត្តភាពជាទេវតាក៏ដោយក៏ប៉ុន្តែទ្វារអបាយភូមិនៅតែបើកចាំរងចាំយើងជានិច្ចកាលណាកិលេសនៅតែក្នុងសន្តានរបស់យើងនោះនេះជាសេចក្តីមួយដ៏តក់ស្លុតបាទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់បញ្ចាំងឆ្លុះលោកទ្រង់បង្ហាញដើម្បីឲ្យសត្វលោកឃើញដូច្នោះឯងបានជាព្រះអង្គលោកសម្ដែងអំពីសេចក្តីទុក្ខដោយអាស្រ័យដោយការមានជាតិសេចក្តីទុក្ខអាស្រ័យដោយការមានការចាស់ជរាព្យាធិនឹងសេចក្តីស្លាប់
បាទសេចក្តីទុកអំពីអតីតបាទសេចក្តីទុកទៅអនាគតព្រះគុណម្ចាស់បានពិចារណាហើយឬនៅបាទលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់បានគិតគូរបាទបានប្រមាណមើលក្នុងជីវិតរបស់ខ្លួនដែរឬនៅបាទនឹងសេចក្តីទុកក្នុងការស្វែងរកអាហាររាល់ថ្ងៃនេះមិនមែនជាទុកទេឬបាទនេះគឺជាទុកដ៏ខ្លាំងក្លាណាស់ទោះជាសត្វលោកទាំងឡាយមិនបានបាទមិនមានសេចក្តីសង្វេគនៅក្នុងវត្ថុទាំងអស់នឹងទេក៏សេចក្តីទុកត្រូវតែធ្លាក់បាទមកលើសត្វលោកដោយគ្រប់គ្នាទាំងអស់បាទនឹងដូច្នេះឯងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងនៅពុទ្ធវចនៈណាដោយប្រការណាគឺប្រសងដើម្បីឲ្យសត្វលោកឆ្លងផុតអំពីសេចក្តីទុក្ខក្នុងសង្សារវដ្តណាទេណាចឹងគឺគុណម្ចាស់ឆ្លងទៅណាទេណាលោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់មានឆន្ទៈបំពងដើម្បីឆ្លងទៅនៅមិនបានទេក្នុងភពទាំង3នេះពោពេញទៅដោយភ្លើងពោពេញទៅដោយសេចក្តីទុក្ខហើយយើងជឿទំនុកទុកចិត្តបាទជំនឿជឿទុកចិត្តទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធណាទេណាដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងថាបុគ្គលឯណាដែលមានសទ្ធាតម្កល់បាទតម្កល់មមនៅក្នុងព្រះដ៏មានព្រះភិក្ខព្រះដេថាគតហើយបុគ្គលនឹងឯងឈ្មោះថាជាអ្នកជាកូនរបស់ព្រះដ៏មានព្រះភិក្ខជាឱរសរបស់ព្រះដ៏មានព្រះភិក្ខជាអ្នកកើតអំពីធម៌មានធម៌តតែងមកដូច្នេះយើងទាំងអស់គ្នានឹងឯងជាអ្នកមានសទ្ធាគឺជាអ្នកកើតអំពីបាទព្រះអស់របស់ព្រះដ៏មានព្រះភិក្ខអាស្រ័យដោយអីអាស្រ័យដោយព្រះអង្គលោកបញ្ជាក់ថាមនាលភិក្ខុទាំងឡាយធម្មកាយព្រហ្មកាយធម្មភូតឬក៏ព្រហ្មភូតនោះគឺជាឈ្មោះរបស់ព្រះតថាគតនេះឯងហ្នឹងដូច្នេះព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ត្រូវតាំងនៅក្នុងធម៌ពេលអវាទរបស់ព្រះសម្មាសម្ពុទ្ធមានព្រះធម៌ជាសារណៈបាទពីព្រោះអីពីព្រោះបាទធម៌ដែលដើម្បីនាំសត្វលោកទាំងឡាយឲ្យរួចផុតអំពីសេចក្តីទុក្ខនៅក្នុងសង្សារវដ្តគឺមានមគ្គ4ផល4ព្រះនិព្វាន1ថែមនឹងព្រះអរិយធម៌ដែលជាសារណៈបាទដូច្នេះត្រូវតែសិក្សាដូច្នេះត្រូវតែរៀនសូត្រដើម្បីឲ្យយល់ដំណងរបស់ព្រះសម្មាសម្ពុទ្ធហើយនឹងឃើញសេចក្តីពិតនៅក្នុងជីវិតរាល់ថ្ងៃដែលប្រកបទៅដោយសេចក្តីខ្លោចផ្សាក្តៅក្រហាយជារឿយមានសេចក្តីលំបាកច្រើនសេចក្តីទុក្ខបាទសេចក្តីសុខតិចណាស់ដល់បានតិចណាស់បាទនឹងដូច្នេះថ្ងៃនេះខ្ញុំសូមបន្តបន្តិចសិនបាទពីរៀនកាយបតាត្ររូបដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកទ្រង់សម្ដែងវចនដ្ឋៈនោះគឺដោយន័យអមទេមិនមែនដោយន័យត្រង់ទេគ្រាន់តែព្រះអង្គបញ្ជាក់ថាកាយនឹងឯងគឺជាការប្រជុំបាទបានទេណាគឺជាការប្រជុំនៃចំណែកផ្សេងដូចជាសក់បាទដូចជាក្រចកដូចជាធ្មេញដូចជាស្បែកដូចជាសាច់ដូចជាឆ្អឹងណាទេណាបាទរហូតទៅដល់ទឹកម៉ូតទឹកស្លេះអីចឹងទាំងអស់ហ្នឹងជាការប្រជុំដោយអាការៈទាំងអស់នឹងឯងដែលលោកកំណត់ថាគឺជារូបកាយណាទេណាបាទហើយកាយមម្យ៉ាងទៀតព្រះអង្គលោកទ្រង់សម្ដែងដោយវចនដ្ឋាគឺជាការប្រជុំដែរក៏ប៉ុន្តែគឺជាការប្រជុំនៃអកុសលធម៌ថាបានទេណាបាទកុំឆ្ងល់អំពីព្រះអង្គលោកទ្រង់សម្ដែងអំពីការប្រជុំនៃអកុសលធម៌ព្រះអង្គលោកទ្រង់សម្ដែងអំពីដំបូងសត្វទាំងឡាយកើតឡើងចេញមកសត្វតែជាពុទ្ធិជនទេណាទេណាដែលប្រចាប់កើតមកភ្លាមគឺមិនមានការទូលមានលះបង់នៅកិលេសជាពុទ្ធិជនសុទ្ធសាធដូច្នេះត្រូវតែផ្ដើមដោយអកុសលធម៌ណាទេណាក៏ប៉ុន្តែមិនប្រជុំតែអកុសលធម៌សុទ្ធសាធទេមានកុសលធម៌មានអព្យាកតធម៌ជារឿយតទៅទៀតណាទេណាបាទដូច្នេះការប្រជុំរបស់នេះក៏ហៅថាកាយដែរក៏ប៉ុន្តែជានាមកាយអញ្ចឹងពេលថាកាយមួយម៉ាត់នេះបានដល់រូបកាយនិងនាមកាយមែនទេណាដល់ព្រះអង្គលើសំដែងអញ្ចឹងទៅហាក់ដូចជាបាត់នៃកាយប្រសាទអស់
ដូចជាគ្មាននៃកាយប្រសាទនៅត្រង់កន្លែងណាសោះថាអត់បាត់ទេគ្រាន់តែព្រះអង្គលោកយកកាយយៈនឹងឯងមកសម្ដែងតាំងនៅក្នុងកាយបសាទក៏ប៉ុន្តែកាយប្រសាទនឹងជាចំណែកមួយនៅក្នុងរូបកាយអត់តាមទេទេណានឹងឯងអញ្ចឹងយល់ហើយរហូតដល់លោកបញ្ជាក់មិនដូចជាខ្ញុំលើកអំពីគាថាព្រះអង្គមានធម្មកាយមានព្រហ្មកាយនេះទេណាអាកាយៈនឹងគឺសម្ដែងថាការប្រជុំតាមបានទេណាការរួបរួមបាទនៅធម៌ដែលជាធម៌ព្រំបាទធម៌ស្ងប់នៅធម៌ដែលជានិយនិកៈធម៌ហើយធម៌ទាំងអស់នេះឯងគឺជាឈ្មោះរបស់ព្រះដថាគតតាមបានទេណាដូចជានៅក្នុងគាថាដែលខ្ញុំលើកមកនៅក្នុងអិតិវុត្តកម្សិលមិញដែលព្រះអង្គប្រើពាក្យថានាមកាយសំដៅដល់មគ្គញាមនឹងតែម្ដងណាទេណាបាទដូច្នេះពាក្យនឹងអាស្រ័យទៅតាមប្រគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់មើលនៅក្នុងគាថាណានៅក្នុងអត្ថបទណាគឺអាស្រ័យយកទៅតាមនេះដែលព្រះអង្គលោកទ្រង់សំដែងទៅណាទេណាឥឡូវព្រះអង្គលោកបញ្ជាក់អំពីកាយមាន4យ៉ាងទៀតហើយបាទអំពីបាទបសាទិកាយអំពីរូបកាយអំពីនាមកាយនិងបញ្ញត្តិកាយអាចយល់បានហើយនេះណាបាទកាយប្រសាទដោយប្រការណារូបកាយបានដល់ធម៌ណានាមកាយបានដល់ធម៌ណាបញ្ញត្តិកាយបានដល់ធម៌ណាណាគឺណាដើម្បីឲ្យការចម្រើនចេះដឹងរបស់ព្រះគុណម្ចាស់លោកតាលោកយាយបងប្អូនប្រុសស្រីទាំងអស់ឲ្យកាន់តែយល់ឡើងនៅក្នុងពុទ្ធវចនៈដែលជាព្រះពុទ្ធសាសនានេះឯងបាទអញ្ចឹងយកសិភៅមកចុះបន្ទាត់សរសេរខៀវបាទបន្តិចបាទសរសេរខៀវបន្តិចទៅបាទក្នុងទីនេះក្នុងទីនេះក្នុងទីនេះកាយដកឃ្លាបន្តិចទៅកាយបសាទិរូបក្នុងទីនេះកាយបសាទិរូបដកឃ្លាបន្តិចប្រៀបបានទៅនឹងស្រអឹកប្រៀបបានទៅនឹងសរសៃសរសេរសហើយរហើយសដាក់ស្រៈឯសរសៃបាទអំបោះជួអំបោះអដាក់ស្រៈអំបដាក់ស្រៈអស់ជួអសរជួទៅរសញ្ញោសញ្ញាបាទនឹងសរសៃអំបោះជួបាទដកឃ្លាបន្តិចដែលមានសភាពថ្លាដែលមានសភាពថ្លាផ្សាយទៅពេះពេញសរីរៈផ្សាយទៅពេះពេញសរីរៈបាទខាងទេតទៅទៀតទៅសេខៀវដែរបាទរូបកាយនិងនាមកាយរូបកាយនិងនាមកាយមានអត្ថច្បាស់លាស់ហើយមានអត្ថច្បាស់លាស់ហើយដកឃ្លាតាមនេះទីនេះតាមទេតាមហើយខ្ញុំតទៅទៀតបាទចំណែកសមោហៈបញ្ញត្តិនោះចំណែកសមោហៈបញ្ញត្តិនោះដកឃ្លាបន្តិចបានដល់បាទដកឃ្លាបន្តិចទៀតទៅបានដល់បញ្ញត្តិធម៌បានដល់បញ្ញត្តិ
តិធដែលរួមគ្នាដែលរួមគ្នាដកឃ្លាបន្តិចទៅដោយពាក្យថាដោយពាក្យថាដកឃ្លាបន្តិចហ្វូងដំរីឃ្លាបន្តិចទៅហ្វូងគោហ្វូងគោហ្វូងគោដកឃ្លាបន្តិចទៅកងតក់កងតក់កងតក់